ដោយមិននិយាយរៀបរាប់អំពីការប្រើប្រាស់មើមរមៀតស្លឹករមៀតក្នុងការផ្សំធ្វើម្ហូបដើម្បីបំបត្តិក្លិនដើម្បីបានពណ៌នៅក្នុងអាហាររបស់បណ្ដាជនរាប់លានអ្នកនៅទ្វីបអាស៊ីមើមរមៀតត្រូវបានក្រុមគ្រូពេទ្យថ្នាំបុរាណឥណ្ឌាចិនចាមខ្មែរស្គាល់និងយកមកប្រើប្រាស់ធ្វើជាឱសថតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះបាននៅប្រទេសឥណ្ឌាវិញមើមរមៀតម្សៅរមៀតត្រូវបានគេយកមកប្រើប្រាស់ស្ទើរទៅក្នុងគ្រប់មុខម្ហូបបើជាសម្លការីផងគ្មានរមៀតគឺមិនហៅថាការីឡើយមានរសជាតិពិសេសអ្នកចេះញ៉ាំអ្នកចូលចិត្តថាឆ្ងាញ់អ្នកមិនចូលចិត្តប៉ះមិនបានដាក់ច្រើនពេកនៅក្នុងម្ហូបបាយជាទ្រលាន់ដាក់តិចជ្រុលមិនសូវបានប្រយោជន៍មិនសូវបានក្លិនគ្មានទាំងពណ៌រមៀតនេះមានគុណប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពក៏ព្រោះតែរមៀតមានផ្ទុកសារធាតុសកម្មគូគីមីនសារធាតុគូគីមីនដែលមានតួនាទីនិងសកម្មភាពប្រកបទៅដោយអត្ថប្រយោជន៍ដូចខាងក្រោមនេះរមៀតមានសកម្មភាពជួយថ្លើមក្នុងការបញ្ចេញជាតិពុលសារធាតុគូគីមីនជួយសម្រួលដល់ការបញ្ចេញវត្ថុរាវសម្រាប់ចិញ្ចឹមសរីរាង្គកាយផងការបញ្ចេញទឹកប្រមាត់ផងក្រពះនឿយហត់ពិបាករំលាយអាហារជាពិសេសខ្លាញ់ចូលគិតដល់រមៀតពីព្រោះថាសារធាតុគូគីមីននេះត្រូវបានគេចាត់ទុកថាជាភ្នាក់ងារការពារប្រព័ន្ធរំលាយអាហារយ៉ាងពេញលេញគ្រូពេទ្យឯកទេសចំណីអាហារក៏បានណែនាំឲ្យប្រើរមៀតនេះគឺជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារណាដែលមានជាតិខ្លាញ់ច្រើនឬក៏ខ្ទិះដូងលាក់នឹងលាក់ត្រូវតែជ្រើសរើសម្ហូបអាហារដែលមានដាក់រមៀតក្រោយពីបានបរិភោគអាហារបុណ្យឬក៏មានពិធីផ្សេងៗពីពេលល្ងាចរួចធ្វើដូច្នេះលោកនាងនឹងអាចបញ្ជៀសគ្រោះមានជំងឺចាក់ច្រាលតឹងណែនពេញពោះក្រករលាយអាហារបានវត្តមានរបស់រមៀតគឺជាគ្រឿងផ្សំរបស់សម្លការីទំនងជាមិនមែនជាការចៃដន្យទេការប្រើប្រាស់រមៀត 25% នៅក្នុងគ្រឿងការីគឺពិតជាដើម្បីទប់ឥទ្ធិពលខ្លាញ់ខ្ទិះនិងម្ទេសដែល3មុខនេះបូកបញ្ចូលគ្នាអាចធ្វើឲ្យក្រពះរមូលទ្រាំមិនបានរមៀតគឺជាអង់ទីអុកស៊ីដង់ដ៏ប្រពៃជាឫសជាមើមរមៀតមានសមត្ថភាពទៅកម្ចាត់ពួកកោសិកាសេរីដែលរស់នៅដាច់ឯកាពីគេឯងក៏ប៉ុន្តែអាចភ្ជាប់ទៅជាមួយនឹងកោសិកាដទៃទៀតបានយ៉ាងអនាថាហើយបង្កគ្រោះថ្នាក់ដល់សុខភាពទៅថ្ងៃក្រោយនិយាយបែបផ្សេងស្រួលយល់ជាមួយនឹងការបរិភោគរមៀតសារធាតុគូគីមីននឹងទៅបញ្ចេញសកម្មភាពគឺជាអ្នកការពារឡោមព័ទ្ធកោសិកាមិនឲ្យច្រេះស៊ីមិនឲ្យកោសិកានោះឆាប់ចាស់មុនអាយុដូច្នេះហើយបានជាចាស់បុរាណខ្មែរឲ្យលាបរមៀតដើម្បីរក្សាស្បែកឲ្យនៅក្មេងខ្ចីល្អហើយបើគេនិយាយអំពីសមត្ថភាពអង់ទីអុកស៊ីដង់នេះគេត្រូវនឹកឃើញភ្លាមដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពេលនេះគ្រប់គ្នាទទួលស្គាល់អំពីប្រសិទ្ធភាពរបស់រមៀតប្រឆាំងទប់ទល់ទៅនឹងជំងឺមហារីកសមត្ថភាពនេះនឹងកើនឡើងដល់កម្រិតមួយកាន់តែខ្ពស់ទៀតប្រសិនបើគេប្រើប្រាស់វាបូកផ្សំជាមួយនឹងប្រេងអូលីវជាមួយនឹងម្រេចខ្មៅឬក៏ជាមួយនឹងខ្ញីឬក៏ផ្លែម្នាស់ការសិក្សាជាច្រើនកំពុងតែផ្ដោតទៅលើសមត្ថភាពរមៀតជាថ្នាំការពារប្រឆាំងនឹងជំងឺមហារីករមៀតទំនងជាអាចមានឥទ្ធិពល3ដំណាក់កាលទី1គឺកាត់បន្ថយសកម្មភាពបំផ្លាញខ្លួនរបស់សារធាតុខ្លះកាត់បន្ថយការឆាប់ស្លាប់របស់កោសិកាដែលចាស់មុនអាយុដោយឥទ្ធិពលខាងក្រៅនិងចុងក្រោយរមៀតទំនងជាមានសកម្មភាពទៅទប់ស្កាត់សរសៃឈាមតូចៗមិនឲ្យមានកំណកដុំពកបាននៅប្រទេសចិនអាជ្ញាធរសុខាភិបាលបានចេញអនុសាសន៍ជាផ្លូវការឲ្យបុគ្គលមានហានិភ័យកើតជំងឺមហារីកបំពង់អាហារប្រើមើមរមៀតជាប្រចាំសមត្ថភាពការពាររបស់រមៀតកំពុងតែសម្លឹងឃើញដល់មហារីកមាត់ធ្មេញបំពង់កនិងពោះវៀននៅប្រទេសឥណ្ឌាគុណប្រយោជន៍របស់រមៀតប្រឆាំងនឹងជំងឺមហារីកត្រូវបានទទួលស្គាល់ជាទូទៅហើយបើយោងតាមទិន្នន័យនៃការសិក្សាអំពីโรคរាតត្បាតគេសង្កេតឃើញថាប្រេវ៉ាឡង់នៃជំងឺមហារីកជាច្រើនដូចជាមហារីកពោះវៀនសូដនពងស្វាសសួតនៅតាមបណ្ដាប្រទេសអាស៊ីដែលមានបរិភោគរមៀតច្រើនមានកម្រិតជំងឺមហារីកទាប
ជាងបណ្ដាប្រទេសនៅបច្ចិមលោកដែលមិនស្គាល់រមៀតនេះដូច្នេះដំបូន្មានរបស់មនុស្សចាស់របស់គ្រូថ្នាំបុរាណខ្មែរឲ្យប្រើរមៀតដើម្បីរក្សាស្បែកសាច់ស្អាតពិតជាមិនខុសឬក៏មិនមែនជាគំនិតស្មើស្រមៃជឿតគ្នាអត់ប្រយោជន៍នោះឡើយពីព្រោះបើវិភាគតាមបែបវិទ្យាសាស្ត្ររមៀតមានផ្ទុកសារធាតុអង់ទីអុកស៊ីដង់ជួយកោសិកាមិនឲ្យឆាប់ចាស់ដូច្នេះគឺពិតណាស់ដែលថាលាបរមៀតទៅគឺដើម្បីជួយស្បែកឲ្យបាត់ស្នាមសម្លាក់ឬក៏ឲ្យនៅក្មេងខ្ចីជានិច្ចនោះលទ្ធផលបានបង្ហាញដោយជាក់ស្ដែងចំពោះអ្នកដែលមានជំនឿលើឱសថបុរាណនិងអ្នកដែលចូលចិត្តប្រើប្រាស់ថ្នាំធម្មជាតិទាំងថោកទាំងស្រួលដាំដុះរមៀតមានគុណភាពរាប់មិនអស់អ្នកវិទ្យាសាស្ត្របានរកឃើញបន្ថែមទៀតថារមៀតនេះមានសកម្មភាពប្រឆាំងនឹងការរលាកដែលមានកើតជាពិសេសនៅតាមសន្លាក់ដៃសន្លាក់ជើងនិងឆ្អឹងឆ្អែងលើសពីនេះទៅទៀតការបរិភោគជាប្រចាំម្សៅរមៀតអាចជួយសម្រួលចរន្តឈាមនិងបេះដូងការពារប្រឆាំងទប់នឹងជំងឺស្ទះសរសៃឈាមបេះដូងពីព្រោះតែរមៀតនេះមានសមត្ថភាពទៅទប់និងខាត់មិនឲ្យខ្លាញ់អាចកកនៅលើផ្ទៃនៃសរសៃឈាមក្រហមបានយើងបាននិយាយច្រើនអំពីគុណប្រយោជន៍នៃរមៀតក៏ប៉ុន្តែសួរថាតើត្រូវបរិភោគយ៉ាងដូចម្ដេចនិងនៅក្នុងបរិមាណប៉ុណ្ណានៅក្នុងប្រទេសឥណ្ឌាគេបរិភោគឬក៏មើមរមៀតដែលក្រៀមពី2ទៅ4ក្រាមក្នុងមួយថ្ងៃឬមើមរមៀតនេះបើគេយកទៅចម្រាញ់នោះគេនឹងអាចទាញបានសារធាតុគូគីមីនដ៏មានប្រយោជន៍ប្រមាណតែ1ទៅ5% ប៉ុណ្ណោះយ៉ាងច្រើនបំផុតដើម្បីបានប្រយោជន៍ពីរមៀតទៅការពារសុខភាពគេត្រូវទទួលទានសារធាតុគូគីមីនពី200ទៅ400មីលីក្រាមក្នុងមួយថ្ងៃសូមកុំច្រឡំសារធាតុគូគីមីនទៅនឹងម្សៅរមៀតឬក៏មើមរមៀតគុណភាពរមៀតគឺមិនដូចគ្នាទេជាទៅក្នុងមើមរមៀតពី20ទៅ100មីលីក្រាមអាចផ្ដល់សារធាតុគូគីមីនបាន1មីលីក្រាមប៉ុន្តែដើម្បីឲ្យការស្រូបយកសារធាតុគូគីមីនបានរឹតតែប្រសើរសូមទទួលទានជាមួយនឹងម្រេចឬក៏ជាមួយនឹងសារធាតុ Lactose Bacillus សម្រាប់សម្រួលពោះវៀនហើយចាប់ពីពេលនេះតទៅអស់លោកនាងអាចប្រើប្រាស់រមៀតទៅតាមពាក្យបុរាណខ្មែរទៅតាមការណែនាំរបស់ចាស់ពីព្រោះពេលនេះវិទ្យាសាស្ត្រទទួលស្គាល់អំពីប្រសិទ្ធភាពរបស់រមៀតដូចគ្នានេះដែរ